បាទសួស្តីបងប្អូនអរគ្នាពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រវិលត្រឡប់មកសាជាថ្មីបងប្អូនណាថ្ងៃនេះខ្ញុំមានការចែកម្លែកមួយបងប្អូនណានឹងឲ្យតកតងជាមួយនឹងការសិក្សាអំពីការកណនិតថ្លៃដើមទំនិញដែលយើងត្រូវលក់ចេញឲ្យបុកពុនអញ្ចឹងណាបងប្អូនបាទនឹងកណនីថ្លៃទំនិញសរុបបុកពុនបងប្អូនណាហើយនឹងថ្លៃដើមទំនិញក្នុងមួយឯកតាបុកពុនដែរអញ្ចឹងបងប្អូនណាបាទកន្លែងនេះខ្ញុំចង់បង្ហាញបងប្អូនពីកន្លែងលក់គ្រឿងបន្លាស់កុំព្យូទ័រក៏ដូចជាការជួសជុលនិងលក់កុំព្យូទ័រផងដែរអញ្ចឹងបងប្អូនបាទនេះខ្ញុំលើកមុខទំនិញរហូតដល់10មុខមកនិយាយហើយថ្ងៃនេះថ្ងៃលក់ការបរិច្ឆេទថ្ងៃ1ខែ1 2025ហ្នឹងបងប្អូនitem នេះមានថាមុខទំនិញមានដូចជា mouse pad មានដូចជា monitor មានដូចជា RAM អញ្ចឹងបងប្អូនណាហ្នឹងហើយបងប្អូនលក់ខាងផ្នែកលក់កុំព្យូទ័រដឹងហើយបងប្អូនណានេះជា accessory របស់កុំព្យូទ័របាទ mouse pad នេះគឺតំណ mouse monitor នេះគឺ LCD សម្រាប់យើងភ្ជាប់ជាមួយធុង CPU អញ្ចឹងបងប្អូនណាបាទ RAM អញ្ចឹងមក RAM គឺប្រទេសឈិតនៅខាងក្នុងកុំព្យូទ័រហ្នឹងបងប្អូនណាអូខេនឹង HD SSD ហូហែបងប្អូនណានេះអូខេនេះសិតតែជា accessory កុំព្យូទ័រអញ្ចឹងបងប្អូនបាទកន្លែងនេះ quantity ឬក៏ខ្ញុំសេកាត់ថា QTY នេះមានន័យថាស្មើនឹងពាក្យ quantity មានន័យថាបរិមាណអញ្ចឹងអានេះបរិមាណដែលមានន័យថាដែលខ្ញុំទិញមានន័យខ្ញុំទិញពីកន្លែងហាងមួយបងប្អូនណាហាងមួយដើម្បីយកមកលក់តអញ្ចឹងទៅបងប្អូនណាអូខេកន្លែងនេះ cost per unit មានថាតម្លៃថ្លៃដើមក្នុងមួយឯកតាមានន័យថាខ្ញុំយកចូលមកស្លឹកប៉ុន្មានអញ្ចឹងណាបងប្អូនមកផេតមួយស្លឹក$2អញ្ចឹងទៅបងប្អូនហើយនេះ amount នេះមានសរុបអញ្ចឹងបងប្អូនណា amount សរុបបងប្អូនណាបាទអញ្ចឹងគឺ amount សរុបអញ្ចឹងមានថាខ្ញុំទិញមក$2ចុះ25បានអញ្ចឹងខ្ញុំចុចសញ្ញាស្មើខ្ញុំយក$2គុណបងប្អូនណាគុណជាមួយនឹង25ហ្នឹងមកហើយ enter អញ្ចឹងហ្នឹងយើងឃើញតម្លៃសរុបមានថាខ្ញុំទិញ25ប្រទេសគឺស្មើនឹង$50បងប្អូនណាបាទគឺទំនាប់ម៉ៅនេះតម្លៃដែលខ្ញុំត្រូវទិញចូលបងប្អូនណាបាទទិញចូលហើយកន្លែងនេះធម្មតាយើងជាប់ពន្ធអញ្ចឹងមានថាខ្ញុំគាត់តែការឧទាហរណ៍បងប្អូនណាបាទឧទាហរណ៍គឺពន្ធ4%បាទ4%អញ្ចឹងបងប្អូនណាគាត់តែការឧទាហរណ៍ទេអញ្ចឹង4%នៃ$50នេះមានថានៃចំនួនសរុបដែលយើងនាំចូលបងប្អូនណាបាទអញ្ចឹងគឺបងប្អូនចុចសញ្ញាស្មើបងប្អូនយក4បងប្អូនណា4ខ្ញុំយក4ចែក100បាទបងប្អូនចែកនេះជំហានទីរូបមានថាវិធីសាស្ត្រទី1បងប្អូនគុណជាមួយនឹង50បងប្អូន enter បងប្អូនឃើញអញ្ចឹងមានថាពន្ធសម្រាប់មកផេតមួយតំណមក25ស្លឹកហ្នឹងគឺពន្ធសរុបគឺ$2អញ្ចឹងបងប្អូនណា25ស្លឹកហើយថ្លៃដើម$2អញ្ចឹងគឺពន្ធ$2បាត់ហើយក្នុង$50ហ្នឹងអញ្ចឹងបងប្អូនណាអូខេនេះជារបៀបទី1របៀបទី2គឺបងប្អូនចុចសញ្ញាស្មើបងប្អូនចុចy លេខ4ហើយបងប្អូនចុចសញ្ញាភាគរយមកបងប្អូនហើយបងប្អូនគុណជាមួយនឹងតម្លៃនេះមកតម្លៃសរុបហ្នឹងមក enter បងប្អូនគេបាទអញ្ចឹងហើយបងប្អូនអូនទាំងអស់មកអញ្ចឹងវានឹង show នៅរាល់ accessory ទាំងអស់ដែលយើងបានទិញសរុបចូលបងប្អូនណាហើយកន្លែងនេះគេដាក់ថា total beta មាន total beta មានថាមានសរុបថ្លៃដើមនេះបូកជាមួយនឹងពន្ធនេះបងប្អូនណាអញ្ចឹងបងប្អូនចុចសញ្ញាស្មើមកបងប្អូនយកថ្លៃសរុបដែលយើងទិញប៉ុន្មានទិញ$50អានេះខ្ញុំឧទាហរណ៍មកផេតមួយណាបងប្អូនបូកជាមួយនឹងថ្លៃពន្ធរបស់យើង$2ហ្នឹងមកអញ្ចឹងមានន័យថាសរុបទាំងថ្លៃដើមដែលយើងទិញចូលសរុបទាំងអស់ហើយបូកមួយពន្ធគឺមានន័យថាបើនិយាយពីមកផេតនេះមួយគឺ$52បាត់បងប្អូនណាបាទ$52បាត់ហើយអញ្ចឹងបងប្អូនអូសរុបមកវានឹងឲ្យទាំងអស់មកបងប្អូនណាបងដាក់ចំនោះអូខេហើយបងប្អូនអូមកបាទដោយសារក្រុមនេះខ្ញុំប្រើរូបមន្តសាមដូចអស់ហើយដើម្បីសរុបមកជួរហើយអញ្ចឹងបងប្អូនអាកន្លែងនេះគេដាក់ថាតាក់ cost per unit មានថាតម្លៃពន្ធក្នុងទំនិញក្នុងឯកតាមានន័យថានេះមានថាបើយើងនិយាយពី market មួយស្លឹកនេះគឺ$2ណា$2ហ្នឹងតើតើថ្លៃពន្ធ4%ហ្នឹងស្មើប្រហែលបងប្អូនណាបាទនៅកន្លែងនេះគឺខ្ញុំគុណសរុបបងប្អូនណា4%នេះមានថា4%នៃចំនួនសរុបប៉ុន្តែកន្លែងនេះគឺមានថាគេឲ្យរថ្លៃពន្ធក្នុងមួយឯកតាក្នុងផលិតផលមួយឯកតាអញ្ចឹងបងប្អូនបាទអញ្ចឹងគឺកន្លែងនេះបងប្អូនចុចសញ្ញាស្មើបងប្អូនយក4បងប្អូនចុចភាគរយមកហើយបងប្អូនទៅគុណជាមួយនឹងហើយដើមមកយើងបានហើយដើមយើង$2បងប្អូនណាខ្ញុំគិតតែមកផេតមួយទេបងប្អូន enter មកអញ្ចឹងគាត់ថាពន្ធសម្រាប់មកផេតមួយស្លឹកហ្នឹងដែលយើងនាំចូលមកថ្លៃដើម$2ហ្នឹងគឺវា$0.08បាត់ហើយបងប្អូនឃើញទេបាទនេះគឺមានថាគេលម្អិតទៅលើថ្លៃពន្ធក្នុងទំនិញមួយគ្រឿងមួយស្លឹកមកអីចឹងណាបាទថ្លៃដើមទំនិញមួយគ្រឿងមួយស្លឹកឬក៏មួយប្រទេសចឹងទៅហើយបងប្អូនអូសរុបមកវាឲ្យយើងហើយបាទកន្លែងនេះគេដាក់ថា cost per unit beta បាទ cost per unit beta មានន័យថាគេចង់និយាយពី
ថ្លៃដើមបូកជាមួយនឹងថ្លៃពន្ធប៉ុន្តែក្នុងមួយឯកតាទេមិនមែនសរុបទេបងប្អូនណាអញ្ចឹងមានថ្លៃដើមយើង$2ហើយថ្លៃពន្ធយើង0.03អញ្ចឹងសរុបទាំងថ្លៃដើមទំនិញប្រមាណក្នុងមួយស្លឹកហ្នឹងអញ្ចឹងបងប្អូនចុចសញ្ញាស្មើបងប្អូនយកថ្លៃដើមទំនិញក្នុងមួយឯកតាហ្នឹងបងប្អូនបូកជាមួយនឹងថ្លៃដើមថ្លៃពន្ធ0.03នេះមកបងប្អូនឃើញហ៎បងប្អូនឃើញមានថាតម្លៃថ្លៃដើម$2បូកនឹងពន្ធវាឡើង$2.08ណារួមទាំងពន្ធផងដែរបងប្អូនឃើញទេបាទហើយបងប្អូនអូសមកវានឹងគណនាយើងទាំងអស់រាល់ទំនិញដែលយើងបានទិញបញ្ជាទិញពីក្រុមហ៊ុនមួយនោះហើយកន្លែងនេះចង់និយាយថាបើសិនយើងទិញថ្លៃដើមមក$2ហើយថ្លៃពន្ធយើងបូកទៀតវា0.03ទៀតវា$2.03អញ្ចឹងបងប្អូនទៅលក់ទីផ្សារបានហើយកន្លែងនេះគេដាក់ add 20% on sale market មានថាយើងបន្ថែមពីលើហ្នឹង20%ទៀតទៅណាមានថាយើងបន្ថែមឲ្យបាន20%ទៅដើម្បីលក់លើទីផ្សារអញ្ចឹងបងប្អូនណាបាទអញ្ចឹងយើងមិនមែនទិញមក$2ហើយថ្លៃពន្ធ2.03ហើយយើងលក់$2.03គឺអត់ដូចខ្លួនទេបងប្អូនបាទអញ្ចឹងបងប្អូនទៅលក់ឲ្យលើហ្នឹងអញ្ចឹងបានកន្លែងនេះខ្ញុំគាត់ឧទាហរណ៍ថាប្រសិនបើយើងថែម20%ថាតើតម្លៃដែលយើងទៅលក់ទីផ្សារបានអញ្ចឹងបងប្អូនចុចសញ្ញាស្មើមកខ្ញុំសញ្ញាស្មើកន្លែងមកយើង sorry បាទមកចុចកន្លែងនឹងមកចុចសញ្ញាស្មើបងប្អូនយក20%ហ្នឹងបងប្អូនចុច20ចុចសញ្ញាភាគរយមកបងប្អូនគុណនោះណាបាទបងប្អូនគុណជាមួយនឹងតម្លៃនេះណាតម្លៃបូកនឹងពន្ធហ្នឹងបងប្អូនណាបាទមានថាយើងមិនយកគុណតម្លៃដើមទេណាមែនទេណាយើងយកគុណនឹងតម្លៃរួមទាំងពន្ធបងប្អូនណាបាទអញ្ចឹងឃើញបងប្អូនអញ្ចឹងឃើញ0.42បងប្អូនណាបាទ$0.42បានន័យថាវា4កាក់បងប្អូនណា4កាក់អញ្ចឹងតម្លៃដែលយើងត្រូវអាចលើកទីផ្សារមានន័យថាបងប្អូនយកឲ្យតម្លៃ20%នេះបូកជាមួយតម្លៃថ្លៃដើមរួមនឹងពន្ធនេះគឺយើងអាចលក់ទីផ្សារបានណាបងប្អូនណាបាទអញ្ចឹងមានតែយើងអាចទៅលើហ្នឹងបានថាយើងអាចតម្លៃបន្ថែមដើម្បីយើងលក់លើទីផ្សារទូទៅអញ្ចឹងណាបងប្អូនបាទឥឡូវយើងបានតម្លៃនេះតម្លៃ20%គឺ0.42អញ្ចឹងក្នុងម៉ៅផេតមួយស្លឹកណាក្នុងម៉ៅផេតមួយស្លឹកគឺថ្លៃដើមបូកនឹងពន្ធប៉ុណ្ណេះហើយតម្លៃដែលយើងត្រូវអេតក្នុងទីផ្សារមានន័យថាយើងត្រូវលក់ចេញនៅទីផ្សារប៉ុណ្ណេះអញ្ចឹងបងប្អូនត្រូវចុចសញ្ញាស្មើបងប្អូនយកតម្លៃថ្លៃដើមទំនិញបាទថ្លៃដើមទំនិញក្នុងមួយឯកតាហ្នឹងបូកនឹងពន្ធផងហ្នឹងហើយបូកជាមួយនឹងតម្លៃដែលយើងថែមនៅទីផ្សារនេះណាបាទបងប្អូន enter មកបងប្អូនឃើញអញ្ចឹងបងប្អូនយកមក$2ហើយជាប់ពន្ធ0.08ទៀតអញ្ចឹងបងប្អូនទៅលក់លើទីផ្សារ$2.5កាក់បងប្អូនណាបាទបងប្អូនចំណេញបានមិនដល់2000ទេហើយ1000ជាងមកគិតលុយខ្មែរយើងបងប្អូនបាទគ្រាន់ដែរបាទអញ្ចឹងបងប្អូនយកមក$2ហើយជាប់ពន្ធជាប់អីផងហើយកាត់ទៅលើពន្ធអីផងគឺ0.03អញ្ចឹងបងប្អូនលក់ទៅបងប្អូនលក់ទៅបាទបានជិត5កាក់ដែរបងប្អូនណាអញ្ចឹងបងយូនយកមក$2ហើយបងប្អូនលក់ចេញ$2.5កាក់បងប្អូនចំណេញបានកាត់ពន្ធចេញទៅបងប្អូនចំណេញបានជិត2000ដែរបងប្អូនណា2000លុយខ្មែរយើងណាបងប្អូនបាទហើយបងប្អូនអូសសរុបមកណាបងប្អូនឃើញទេបាទអញ្ចឹងគឺមានថានៅពេលដែលយើងយកទំនិញយកមកលក់យើងគិតឲ្យល្អល្អបងប្អូនណាទាំងពីការកង់ពីពន្ធតាំងពីថ្លៃដឹកជញ្ជូនហើយយើងត្រូវលក់នៅទីផ្សារបានយើងសិក្សាទីផ្សារច្បាស់បើយើងលក់ទីផ្សារអញ្ចឹងបងប្អូនបាទហ្នឹងបងប្អូននេះជាការបង្ហាញនៅវិធីសាស្ត្រដែលយើងយកទំនិញចូលមកហើយតើយើងគួរលក់នៅលើទីផ្សារប្រហែលបងប្អូនណាបើសិននៅក្នុងករណីទំនិញយើងជាប់ពន្ធហើយនឹងមាន shipping អីទៀតណាមានការដឹកជញ្ជូនណាបងប្អូនបូកអស់ទៅបូកការចំណាយនឹងអស់ទៅហើយបងប្អូនអាចលើទីផ្សារប្រហែល%ដែលបងប្អូនគិតថាវាចំណេញបងប្អូនណាហើយបងប្អូនសិក្សាលើទីផ្សារច្បាស់ទៅក្នុងតំបន់របស់បងប្អូនថាតើតំបន់នេះយើងគួរលក់បានឲ្យវាសមរម្យមានថាអាចទទួលយកបានដល់សងខាងមានថាតម្លៃមួយដែលអ្នកលក់ក៏អាចទទួលយកបានហើយយើងអ្នកទិញក៏អាចទទួលយកបានដែរអញ្ចឹងបងប្អូនបាទអញ្ចឹងពីសេវាកម្មកុំព្យូទ័រមានតែប៉ុណ្្នឹងបងប្អូនណាហ្នឹងហើយអរគុណច្រើនបងប្អូនណាអូខេអរគុណជម្រាបលា